បងឆ្ងល់ថាបងប្រុសគាត់ទិញបាសដើម្បីយកទៅជប់លៀងម៉ូតូឬក៏ទិញម៉ូតូដើម្បីយកទៅជប់លៀងបាសព្រោះថាតម្លៃបាសនេះថ្លៃជាងម៉ូតូទៀតបងប្រុសគាត់ជិះលំមកតាំងពីព្រៃវែងដើម្បីមករកមើលបាសហើយជាមួយនឹងម៉ូតូហើយលឺនិយាយថាបាសហ្នឹងយើងមិនមែនលក់បាសណាយើងលក់ម៉ូតូគាត់តែឆ្ងល់ហ្នឹងសួរគាត់លេងទៅគាត់ធ្វើការយកទៅលើ model M5A របស់យើងដែលយកទៅលើកនេះគឺពណ៌ផ្កាឈូកទៀតហើយនិយាយទៅប្រហែលថ្ងៃនេះចេញទៅតែពណ៌ផ្កាឈូកតែម្ដងតែតួយ៉ាង model M5A នេះសាកថ្មមកពេញជីបានរហូតដល់85គីឡូហើយរាល់ពេលដែលសាកថ្មមកពេញបងប្អូនចំណាយប្រាក់ត្រឹមតែ900រៀលទៅ1000រៀលខ្មែរយើងនេះទេ1000រៀល900រៀលទៅ1000រៀលអីទេដោយដែលខ្ញុំនិយាយរដងចឹងគឺ model នេះគឺលក់ដាច់ជាងគេមែនតើដោយសារតែម៉ូតូនេះអាចជិះបានគ្រប់វ័យមិនថាក្មេងចាស់ប្រុសស្រីតាយាយកំមុំកំឡោះទេគឺអាចជិះបានទាំងអស់គ្នាតែម្ដងបើនិយាយពីល្បឿនវិញយើងអាចជិះបានត្រឹមល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងមានប្រព័ន្ធបញ្ជាទៅការប្រើប្រាស់តេឡេមានប្រព័ន្ធការពារសុវត្ថិភាពពីការលួចមានប្រព័ន្ធការពារជំរាបទឹកហើយក៏មានការធានាដោយផ្ទាល់ពីក្រុមហ៊ុនតែម្ដងមានការធានាមួយឆ្នាំទៅលើម៉ូទ័រនិងមួយឆ្នាំទៅលើអគុយចឹងរੂរាន់ឡើងសម្រាប់បងប្អូនកំពុងតែស្វែងរកយានជំនិះសម្រាប់ធ្វើដំណើរសម្រាប់ខ្លួនឯងសម្រាប់លោកឪពុកអ្នកម្ដាយសម្រាប់កូនជិះទៅរៀនបងប្អូនអាចធ្វើការងារប្រើប្រាស់ជាមួយនឹងម៉ូតូ Kissany របស់ JB របស់យើងបានតែប្រើប្រាស់ជាមួយនឹងម៉ូតូ Kissany របស់ JB គឺសន្សំសំចៃខ្ពស់លើសពីការរំពឹងទុកតែម្ដងហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការតាក់ទងតាមលេខទូរស័ព្ទឬ Telegram ដែលយើងបង្ហាញលើអេក្រង់ឬក៏បងប្អូនធ្វើការឆាតមកកាន់ page JB ម៉ូតូ Kissany ផ្ទាល់តែម្ដងក៏បានឬមួយវិញទៀតបើសិនជាបងប្អូនធ្វើការចង់មើលដល់ក្រុមហ៊ុនរបស់យើងស្ថិតនៅលើផ្លូវ271សង្កាត់ទឹកឡោ3ខណ្ឌទួលគោករាជធានីភ្នំពេញ